ល្អប្រសិនបើអ្នកញ៉ាំអ្វីក៏បានការស្រូបយកមិនល្អនឹងលំពេងនិងក្រពះខ្សោយអ្នកត្រូវតែផឹកភេសជ្ជៈបុរាណនេះឲ្យបានញឹកញាប់ជាងមុនស៊ុបក្រពះជ្រូក4មុខជួយចិញ្ចឹមលំពេងនិងក្រពះការថែរក្សាសុខភាពរបស់អ្នកបានល្អនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អដល់ថ្ងៃនេះខ្ញុំបានធ្វើបែបនេះអស់រយៈពេល50ឆ្នាំហើយកំបាំងនៃការធ្វើស៊ុបសាច់ជ្រូកត្រូវបានចែករំលែកជាមួយគ្នាគួរតែរៀបចំ10យ័ន្តក្នុងម្នាក់ជាមុនសិនដាក់អំបិល1ស្លាបព្រាចូលក្នុងក្រពះជ្រូកម្សៅពោត2ស្លាបព្រាបាយទឹកខ្មេះ2រង្វង់និងទឹកខ្មេះ1ស្លាបព្រាកូរឲ្យសព្វពី3នាទីជំហានសំខាន់គឺយកស្លោះចេញលាងជម្រះច្រើនដងទៀតជាមួយទឹកស្អាតវាស្អាតណាស់បន្ទាប់មកទឹកត្រជាក់ដាក់ខ្ញីខ្ទឹមបារាំងបៃតងនិងស្រាចម្អិនអាហារចូលក្នុងឆ្នាំងគ្រប់កន្លែងដែលមានត្រីដោយចានហើយចម្អិនរយៈពេល10នាទីសាច់ជ្រូកបំពងចម្អិនក្នុងរយៈពេលប៉ុន្មាននាទីដូច្នេះពណ៌នឹងមិនប្រែជាខ្មៅទេហើយបន្ទាប់មកវានឹងរសាត់បាត់ទៅកាត់វាជាបំណែកតូចដូចដែលពាក្យចាស់ពោលថាតើការចុចបេះដូងជាកាយវិការនៃសុឆន្ទៈមែនទេការចុចលើបេះដូងពណ៌ក្រហមគឺជាបញ្ហានៃការប្រកិច្ចនិងវាសនាមិត្តភ័ក្តិដែលបានឃើញវីដេអូនេះគ្រាន់តែបញ្ជាទិញមួយហើយខ្ញុំនៅតែជំពាក់អ្នកមួយទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់ដ៏ធំធេងរបស់អ្នកដាក់ចំណិត2ចំណិតចូលក្នុងខ្ទះបន្ថែមខ្ញីរួចបន្ថែមម្សៅអង្ករដំណើប10ក្រាមម្សៅផូរីយ៉ាខូកូស10ក្រាមនិងគ្រាប់ផ្កាឈូក10ក្រាមយ៉ាម10ក្រាមសម្រាប់ស៊ុបពេលស្ងោរសាច់ជ្រូកពុះគោត្រូវប្រាកដថាបន្ថែមទឹកពុះរួចគ្រប់វាដាំឲ្យពុះលើកម្ដៅទាបរយៈពេល1ម៉ោងពេលខ្លះខ្ញុំមិនដឹងពីរបៀបគូបគងឬមួយណាទេមិត្តភ័ក្តិដែលបានទិញវានៅទីនេះអាចប្រើរបស់ធំនេះបានគ្រឿងផ្សំស៊ុបព្រះទាំង4ដែលមេចុងភៅរៀបចំបញ្ជីគ្រឿងផ្សំគឺស្អាតនិងចាស់ណាស់វាមានសុវត្ថិភាពសម្រាប់ទាំងមនុស្សពេញវ័យនិងកុមារក្នុងការផឹកវាងាយស្រួលប្រើណាស់សម្រាប់ធ្វើស៊ុបបន្ទាប់មកបន្ថែមដំឡូងខ្លះហើយចម្អិនរយៈពេល10នាទីទៀតគ្រាន់តែបន្ថែមគ្រឿងទេសបន្តិចបន្តួចក្នុងរយៈពេលប៉ុន្មាននាទីប្រោះជាមួយអំបិលនិងផ្លែគោជាមួយក្តាប់តូចរួចអ្នកអាចធ្វើវាដូចនេះជាមួយខ្ទឹមបារាំងបៃតងហាន់ស៊ុបក្រពះជ្រូក4មុខមានជីវជាតិខ្ពស់ធ្វើពិតជាមានរសជាតិឆ្ងាញ់ហើយល្អសម្រាប់លំពេងនិងក្រពះ